លោក Alex Dorado បរិយាចូលមកផ្លាស់ប្ដូរ MOI កំពង់ដេវ៉ាត្រឹម27ថ្ងៃក្លឹបបាល់ទាត់ MOI កំពង់ដេវ៉ាទីបំផុតបានកៅអីលេងនៅក្នុងតំបន់ក្រុមទាំង6ឬ Top 6 នៃលីកកំពូលកម្ពុជានៅរដូវកាល 2025-2026 បន្ទាប់ពីបញ្ចប់ដំណាក់កាលទី1ដោយស្វិតស្វាញMOI កំពង់ដេវ៉ាអតីតជាក្រុមមានឈ្មោះថាសមាគមបាល់ទាត់ក្រសួងមហាផ្ទៃបានបង្កើតរឿងភ្ញាក់ផ្អើលត្បិតរដូវកាលមុនក្នុងដំណាក់កាលដូចគ្នានេះគឺស្ថិតនៅបាត់តារាងខណៈដែលរដូវកាលនេះបានកៅអី Top 6 ហើយរឿងទាំងអស់នេះកើតចេញពីការចូលមកនៃម្ចាស់ក្លឹបថ្មីជាមួយនឹងកំណែទម្រង់ថ្មីនិងជាពិសេសនោះគឺគ្រូបង្វឹកមានបទពិសោធន៍គឺលោក Alex Dorado Rodriguez លោក Alex Dorado ជានរណាមានប្រវត្តិបែបណាយើងនឹងបរិយាយដូចតទៅលោក Alex Dorado Rodriguez មានសញ្ជាតិអេស្ប៉ាញបច្ចុប្បន្នលោកមានវ័យ40ឆ្នាំគត់លោកមានប្រវត្តិសិក្សាដូចជាអាជ្ញាប័ណ្ណគ្រូបង្វឹកកម្រិត UEFA Pro License បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកីឡាសញ្ញាបត្រអនុបណ្ឌិតផ្នែកអភិវឌ្ឍកីឡាករនិងការរុករកកីឡាករមានទេពកោសល្យសញ្ញាបត្រអនុបណ្ឌិតផ្នែកចិត្តវិទ្យាកីឡាសញ្ញាបត្រអនុបណ្ឌិតផ្នែកបណ្ដុះបណ្ដាលបង្កើនសក្តានុពលនិងអាហារូបត្ថម្ភសម្រាប់អត្តពលកម្មសញ្ញាបត្រអនុបណ្ឌិតផ្នែកទិន្នន័យនិងកីឡាសញ្ញាបត្រអនុបណ្ឌិតផ្នែកយុទ្ធសាស្ត្រក្រៅពីការសិក្សាលោកក៏មានបទពិសោធន៍ដឹកនាំក្លឹបតាំងពីឆ្នាំ2002មកដោយភាគច្រើនលោកគឺជាគ្រូបង្វឹកយុវជនក្នុងប្រទេសកំណើតអេស្ប៉ាញលោកធ្លាប់ជាក្រុមការងារគ្រូបង្វឹកយុវជនជម្រើសជាតិអេស្ប៉ាញកំឡុងឆ្នាំ2010ដល់ឆ្នាំ2012ហើយអ្វីដែលពិសេសលោកបានធ្វើជាគ្រូបង្វឹកយុវជនថ្នាលនៃក្លឹប Real Madrid អំឡុងឆ្នាំ2012ដល់ឆ្នាំ2018ផងដែរនៅឆ្នាំ2019លោកបានចេញទៅដឹកនាំក្រៅប្រទេសលើកដំបូងជាមួយនឹងក្រុម U17 FC ហុងកានៃលីកហ្វាំងឡង់បន្ទាប់មកនៅឆ្នាំដដែលនោះលោកបានចូលរួមជាមួយនឹងក្លឹបនៃលីកកំពូលចិន Dalian FC នាមជាជំនួយការរបស់លោក Rafa Benitez អតីតគ្រូបង្វឹក Liverpool លុះចូលដល់ឆ្នាំ2022លោកបានក្លាយទៅជាជំនួយការគ្រូបង្វឹកនៃក្លឹប HFX Wanderer FC នៃលីកកំពូលកាណាដាហើយវិថីនៃការក្លាយទៅជាគ្រូបង្គោលរបស់លោកបានចាប់ផ្ដើមនៅឆ្នាំ2023ពេលលោកដឹកនាំក្លឹប Black Leopard FC នៃលីកកំពូលអាហ្វ្រិកខាងត្បូងមុននឹងមកចូលរួមជាមួយនឹង MOI កំពង់ដេវ៉ានៅថ្ងៃទី14ខែកក្កដាឆ្នាំ2025លោកចូលរួមជាមួយនឹង MOI កំពង់ដេវ៉ាហើយលក្ខណៈពិសេសមួយរបស់លោកគឺលោកត្រូវបានក្លឹប MOI កំពង់ដេវ៉ាតែងតាំងជាគ្រូបង្គោលត្រឹមតែរយៈពេល27ថ្ងៃប៉ុណ្ណោះមុននឹងលីកកំពូលកម្ពុជាចាប់ផ្ដើមនៅថ្ងៃទី10ខែសីហាឆ្នាំ2025ហើយក្លឹបបានចាប់ផ្ដើមដោយមិនមានរដូវកាលត្រៀមឬ Pre-season នោះទេដែលនាំឲ្យមានការលើកឡើងថាតើក្លឹបអាចនឹងគេចពីបាត់តារាងដោយរដូវកាលមុនបានដែរឬទេផ្ទុយស្រឡះរដូវកាលដំបូងនៅកម្ពុជាលោកដឹកនាំឈ្នះ8ប្រកួតស្មើ6ប្រកួតនិងចាញ់6ប្រកួតនឹងបានកៅអី Top 6 ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបហើយរឹតតែពិសេសផងដែរនោះគឺរកពិន្ទុបានពីក្រុមធំៗពីច្រើនផងដែរដូច្នេះចាំមើលបន្តទៀតថាតើតំបន់ Top 6 លោកអាចធ្វើឲ្យមានការភ្ញាក់ផ្អើលបន្ថែមបានដែរឬទេ